សួស្តីប្រិយមិត្តទាំងអស់គ្នារីករាយណាស់ដែលបានស្ដាប់នៅក្នុង Channel YouTube តារាខ្មែរលយថ្ងៃនេះខ្ញុំបាទនឹងលើកយករឿងមួយដែលពាក់ព័ន្ធនឹងជីវប្រវត្តិរបស់ស្ត្រីអ្នកយាមគុកម្នាក់នៅក្នុងសម័យណាស៊ីសហើយក៏សហភាពសូវៀតផងតែរឿងរ៉ាវរបស់គាត់គឺវាហាក់ស្រដៀងនឹងរឿងរ៉ាវអ្នកយាមគុកនៅគុកទួលស្លែងរបស់យើងគឺឈ្មោះកាំងកិចឌៀលហៅដូចដោយស្ត្រីម្នាក់នោះមានឈ្មោះ Dorothea Binns អ្វីដែលគួរឲ្យខ្លាចនោះគឺនាង Dorothea Binns គាត់បានធ្វើលើនឹងបទបញ្ជាមេបញ្ជាការរបស់គាត់ដាក់ឲ្យទៅទៀតអ្នកដែលជាប់គុកនៅក្នុងគុកគ្រាន់តែឮស្នូរស្បែកជើងកែងរបស់នាងដើរតាត់មុខបន្ទប់គុកពួកគេភ័យខ្លាចទៅហើយនាងបានបន្តឃុំឃាំងមនុស្សដោយគ្មានហេតុផលនិងសម្លាប់អ្នកទោសចង់ដឹងថាជីវប្រវត្តិនាង Dorothea Binns យ៉ាងណាខ្លះនិងទម្ងន់ទោសរបស់នាងយ៉ាងណាខ្លះតោះទៅស្ដាប់ការបង្ហាញនៃជីវប្រវត្តិនិងទំនុកប្រតិកម្មរបស់នាងដោយខៀងបាទតារាខ្មែរលយដូចតទៅស្រមោលនៅទីក្រុង Ravensbrück រឿងរ៉ាវរបស់ Dorothea Binns ថ្ងៃទី30ខែមេសាឆ្នាំ1945ទីក្រុង Ravensbrück ភាគខាងជើងប្រទេសអាល្លឺម៉ង់ព្រលឹមស្រាងពណ៌ប្រភេទបានឈានចូលមកដល់លើប៉មយាមដែលត្រូវបានគេបោះបង់ចោលខណៈដែលស្បែកជើងកវែងរបស់ទាហានសូវៀតបានជន់លើភក់ដែលធ្លាប់តែគ្របបណ្ដប់ដោយភាពស្ងប់ស្ងាត់ខ្យល់អាកាសពោពេញទៅដោយកំទេចផ្សែងនិងផែដែលនៅតែហុយចេញពីបំពង់ផ្សែងនៃកន្លែងបូជាសពដែលមិនព្រមរលត់ទៅវិញទោះបីជាអាណាចក្រ Reich បានដួលរលំទៅហើយក្តីជួរបន្ទាយស្នាក់នៅបានត្រុតត្រោមដោយជាសួតដែលអស់កម្លាំងដែលផ្ទុកទៅដោយដង្ហើមចុងក្រោយរបស់ស្ត្រីរាប់ពាន់នាក់ដែលបានស៊ូទ្រាំនឹងអ្វីដែលពាក្យសម្ដីស្ទើរតែមិនអាចពិពណ៌នាបានហើយនៅក្នុងចំណោមស្រមោលទាំងនោះមានឈ្មោះមួយដែលត្រូវបានគេនិយាយឡើងទាំងញ័ររន្ធត់ហាក់ដូចជាការបញ្ចេញឈ្មោះនោះអាចដាក់អ្វីម្យ៉ាងដែលគួរតែត្រេកកប់ចោលឲ្យភ្ញាក់ឡើង Dorothea Binns សម្រាប់ស្ត្រីដែលនៅរស់រានមានជីវិតពីទីនេះនាងមិនមែនត្រឹមតែជាញាក់យាមម្នាក់នោះទេនាងគឺជាកម្លាំងដែលមានវត្តមានគ្រប់ពេលវេលាជាចង្វាក់ដ៏ត្រជាក់ដែលកំណត់រាល់ម៉ោងនៃការជាប់ឃុំឃាំងរបស់ពួកគេប៉ុន្តែនៅព្រឹកនៃការរំដោះនេះនាងមិនត្រូវបានគេរកឃើញនៅកន្លែងណានោះទេអវត្តមានរបស់នាងហាក់ដូចជាមានទម្ងន់ធ្ងន់ជាងវត្តមានរបស់នាងទៅទៀតជីវិតដំបូងនឹងការចាក់រឹតនៃមនោគមវិជ្ជា Dorothea Binns កើតនៅថ្ងៃទី30ខែមេសាឆ្នាំ1920នៅក្នុងទីក្រុងដ៏ស្ងប់ស្ងាត់មួយទីក្រុងឈ្មោះថា Voss ស្ថិតនៅតំបន់ជនបទនៃភាគខាងអ៊ីសានប្រទេសអាល្លឺម៉ង់កុមារភាពរបស់នាងបានកន្លងផុតទៅយ៉ាងឆ្ងាយពីយន្តវិជ្ជានៃអំណាចដែលថ្ងៃណាមួយនឹងកំណត់ឈ្មោះរបស់នាងបានធំដឹងក្តីក្នុងគ្រួសារមធ្យមមួយជាកូនស្រីនៃអ្នកធ្វើការដែលហុំរំដោយជីវភាពសាមញ្ញនៅខេត្តប្រាំងសំឡេងជួងវិហារនៅថ្ងៃអាទិត្យផ្លៅតូចចង្អាតនិងសង្គមដែលនៅតែឈឺចាប់ដោយចិញ្ចាំទៀងនៃសង្គ្រាមលោកលើកទី1គ្មានអ្វីក្នុងឆ្នាំដំបូងរបស់នាងដែលបង្ហាញទម្លុយទីស្ត្រីដែលនាងនឹងក្លាយជានោះទេអ្នកចិត្តខាងចងចាំនាងថាជាមនុស្សស្រុកស្រួតសង្ខត់ហើយមឿងម៉ត់ជាក្មេងស្រីដែលក្រនឹងទាក់ទាញការចាប់អារម្មណ៍ប៉ុន្តែពីក្រោយភាពស្ងប់ស្ងាត់ខាងក្រៅនោះប្រទេសអាល្លឺម៉ង់កំពុងឈានចូលទៅក្នុងផ្ទុះមួយដែលនាងមិនអាចជៀសវាងបាននៅពេលដែល Dorothea ឈានចូលទៅក្នុងវ័យជំទាយប្រទេសអាល្លឺម៉ង់បានចោះចាញ់ទៅនឹងរបៀបរៀបចំប្រភេទថ្មីមួយដែលមិនមែនកសាងលើស្ថិរភាពប៉ុន្តែកសាងលើការស្ដាប់បញ្ជាឆ្នាំ1930នៅពេលដែលនាងមានអាយុ13ឆ្នាំ Adolf Hitler បានឡើងកាន់អំណាចហើយការផ្លាស់ប្ដូរជីវភាពប្រចាំថ្ងៃបានចាប់ផ្ដើមភ្លាមសាលារៀនបានប្ដូរពីកន្លែងសិក្សាទៅជាឧបករណ៍នៃបណ្ដុះមនោគមវិជ្ជាគ្រូបង្រៀនបានដករាយមេរៀនដែលចាត់ទុកថាការស្មោះត្រង់ជាគុណធម៌និងការចុះបញ្ជាដោយគ្មានការសួរដេញដៀជាកាតព្វកិច្ចខ្ពស់បំផុតការឈានចូលទៅក្នុងទីក្រុង Ravensbrück នៅពេលសង្គ្រាមបានផ្ទុះចេញនៅខែកញ្ញាឆ្នាំ1939 Dorothea Binns មានអាយុ19ឆ្នាំបានសម្រេចចិត្តនឹងចងកនខ្វេស្នារបស់នាងទៅនឹងស្ថាប័នដ៏ខ្មៅខ្មែលមួយនៃអាណាចក្រទី3នាងបានដាក់ពាក្យធ្វើការនៅ Ravensbrück ជំរំប្រដុំភូដែលទើបតែសាងសង់ថ្មីនៅចម្ងាយ50ម៉ាយភាគខាងជើងប្រទេសអាល្លឺម៉ង់ដែលត្រូវបានកសាងឡើងសម្រាប់តែស្ត្រីតែប៉ុណ្ណោះអ្វីដែលចាប់ផ្ដើមជាការងាររដ្ឋបាលបានคล้ายទៅជាអ្វីផ្សេងយ៉ាងរហ័សនៅឆ្នាំ1940សញ្ញាដំបូងនៃការផ្លាស់ប្ដូរគឺច្បាស់ណាស់នាងមិនត្រឹមតែស្ដាប់បញ្ជាតាមបញ្ជានោះទេនាងគឺជាអ្នកដាក់បញ្ជាសាក្សីដែលនៅរស់រានមានជីវិត
បានរំលឹកពីសម្លេងស្បែកជើងបួតរបស់នាងដាកាត់ទីលៀននិងរបៀបដែលនាងពិនិត្យមើលអេកតូដោយជាកំពុងស្វែងរកចំណុចខ្វះខាតប្រសិនបាននរណាម្នាក់ញ័รงងឹតដេកក្អកឬឈរខុសជួរដូរ៉ូថេនឹងឈានទៅមុខហើយការប្រហារជីវិតនឹងកើតឡើងមិនមែនជាការអនុវត្តតាមនីតិប្រជានោះទេប៉ុន្តែជាពិធីបុណ្យនៃភាពខុសក្រៅនៅឆ្នាំ1943នាងបានឡើងថ្នាក់ជាចិត្តប្រធានអ្នកត្រួតពិនិត្យជាលំដាប់ទី2ក្នុងចំណោមអ្នកយាមស្ត្រីមួយកម្លាំងនេះអំណាចរបស់នាងថែមទាំងរីកធំដុំឡើងទៅទៀតការសម្រេចចិត្តរបស់នាងកំណត់ពីការផ្លាស់ប្ដូរការចាត់កន្លែងនិងជ្រើសរើសនរណាដែលត្រូវបញ្ជូនទៅលេងធុងប្រហារឬទៅកន្លែងប្រហារជីវិតថ្ងៃចុងក្រោយនឹងយុត្តិធម៌នៅខែមេសាឆ្នាំ1945ជំរំ Ravensbrück ថាទៅក្នុងភាពចលាចលខណៈដែលមន្ត្រីផ្សេងទៀតចាប់ផ្ដើមដុតឯកសារឬរៀបចំការរត់យាងដោយស្ងៀមស្ងាត់ដូរ៉ូថេនៅតែបន្តការងាររបស់នាងដោយគ្មានរញើងថ្ងៃទី30ខែមេសាឆ្នាំ1945នៅពេលដែលកងទ័ពក្រហមបានមកដល់ខ្លងទ្វារជំរំដូរ៉ូថេ Binz មិននៅទីនោះទេហើយនាងបានដោះធ្វងឯកសណ្ឋរួចបន្ថំក្នុងចំណោមញាក់ជាភាគប៉ុន្តែដូរ៉ូថេ Binz បានកាច់ខ្លួនមិនបានយូរនោះទេកងទ័ពអង់គ្លេសបានចាប់ខ្លួននាងនៅភាគខាងជើងប្រទេសអាល្លឺម៉ង់បន្ទាប់ពីអ្នកនៅរស់រានបានរៀបរាប់ពីនាងយ៉ាងច្បាស់លាស់នាងបានត្រូវបញ្ជូនទៅទីក្រុង Hamburg កន្លែងដែលធ្វើការសវនាការរឿង Ravensbrück បានចាប់ផ្ដើមឆ្នាំ1946នៅក្នុងសវនាការនាងនៅតែរក្សាភាពស្ងប់ស្ងាត់មិនបង្ហាញការស្ដាយស្នាវឬអារម្មណ៍អីឡើយសាលក្រមត្រូវបានប្រកាសឡើងនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ1947ទោសប្រហារជីវិតដោយការពូកកនៅអាយុត្រឹមតែ26ឆ្នាំដូរ៉ូថេ Binz បានប្រឈមមុខនឹងសេចក្តីស្លាប់ដែលនាងធ្លាប់បានដាក់លើស្ត្រីរាប់មិនអស់នាងត្រូវបានបញ្ជូននៅក្នុងផ្នាមដែលមិនមានសញ្ញាសម្គាល់ដើម្បីលុបបំបាត់ជីវិតរបស់នាងចេញពីកិត្តិយសប៉ុន្តែ Ravensbrück មិនអាចលុបបំបាត់បាននោះទេរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតរំលឹកយើងថាអំពើខុសក្រៅមិនមែនប្រព្រឹត្តទៅដោយមេទ័ពនោះទេប៉ុន្តែក៏ដោយមនុស្សធម្មតាដែរដែលលះបង់មនោស្មារតីដើម្បីមនុស្សកម្មវិជ្ជាតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះជីវប្រវត្តិរបស់នាង Dorothea Binz តើនាងស័ក្តិសមនឹងទទួលទោសបែបនេះដែរឬទេសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយចុច Subscribe Channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូរបស់ខ្ញុំបាទបន្តទៀតជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា